បាទបងប្អូនអាចទៅលេខមើលទេសភាពនិងទស្សនភាពនៅទីនេះគឺនៅបណ្ដាស្ទឹងតែម្ដងបាទយើងមើលឃើញហើយគឺពិតជាគួរឲ្យចង់អង្គុយលេងចង់ចាប់ត្រីបាទគឺថាមានអារម្មណ៍សប្បាយធូរស្បើយបាទជាពិសេសគឺបងប្អូនដែលនៅឯនេះសមុទ្រប្រកាសជាចង់ឃើញទេសភាពនិងទស្សនភាពរបៀបនេះណាស់បាទតែបងប្អូនអាចមានឱកាសច្រើនគឺបងប្អូនចង់អញ្ជើញមកថ្ងៃណាក៏បានដែរគឺយើងអាចមកដើរលេងនៅស្រុកទេសរបស់យើងស្រុកកំណើតរបស់យើងដែលជាទីកន្លែងយើងចាប់ជាតិមានទីកន្លែងណាដែលសប្បាយជាងស្រុកកំណើតរបស់យើងទេឈ្មោះអីគេអ៊ីណាឈ្មោះអីកាន់ទាហាឈ្មោះកាន់ទាចន្ទទាហានៅក្រុមឬឈើឈ្មោះអីអូនងាកាន់ទាអីចានទាឈ្មោះចិនឲ្យខោភ្លេចឈ្មោះចិនអើយជាឈ្នះតស៊ូក្រៅព្រមផ្ដោផ្លាំងបាត់ចោលជ័យច្បាស់ដោយប្រាថ្នាខ្មែរអើយក្លាហានមើលបងសាវតាបុកពាំងបរោះប្រយុទ្ធអត់នាព្រោះការពារជាតិថ្មីលើដីសវណ្ណភូមិខេមរារុងរឿងអត់ដំកុំកើងដូចអង្គល្បីគេតែសັບខ្ទខ្ទីមានប្រាងប្រាសាទសក្ខីដូច្នេះខ្មែរចោលខំគ្មានថ្មីកសាងបរិយល្បីឆ្នាំចានេះគឺជាសកម្មភាពរបស់គ្រួសារបងប្រុសព្រឹទ្ធយ៉ាងចាគាត់បានសម្រាប់ប្រហែលថ្ងៃបន្ទាប់ពីបងប្រុសសវណ្ណារាគាត់អញ្ជើញធ្វើដំណើរទៅញូហ្សេឡង់ចាប់បងប្រុសក៏ឈៀបមកលេងក្រុមគ្រួសាររបស់គាត់ហើយនេះរូបភាពគាត់ចាគាត់កំពុងតែវិញទឹកអូដូចជាស្រួលណាស់ចាមើលទៅគ្រួសាររបស់គាត់មានសុភមង្គលមែនទែនបាទបងធ្វើអីហ្នឹងមីងឆ្អើត្រីជាមួយឆ្អើត្រីចានេះគឺរបៀបឆ្អើត្រីរបស់ខ្មែរយើងចាធនធានធម្មជាតិរបស់ខ្មែរពិតជាមិនខ្វះពិតមែនចាឲ្យតែយើងចេះថែរក្សាឲ្យគង់វង្សគឺខ្មែរយើងមិនដាច់ពុះស្លាប់ទេចាឲ្យត្រីនេះបានមកពីណាដែរមីងបងស្ទឹងយើងហ្នឹងណា